សាច់ស្ពាន់ដែលក្នុងមួយថ្ងៃយើងអាចផលិតបានចាប់ពី5តោនបាទយើងអាចកវលអាវត្ថុធាតុដើមស្ពាន់5តោនចេញជាខ្សែភ្លើងបាទអញ្ចឹងអាចចេញជាខ្នាតតូចខ្នាតធំដែលពាក់ព័ន្ធជាមួយម៉ាស៊ីនដែលយើងផលិតហ្នឹងឯងគឺយើងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបាទនៅពេលដែលយើងដំណើរការរោងចក្រដំបូងផ្លឹងមិនមែនជាការធ្វើតេស្តគុណភាពខ្សែភ្លើងទេបាទការធ្វើតេស្តមានច្រើនដំណាក់កាលមែនទែនធ្វើតេស្តអ៊ីសឡង់ធ្វើតេស្តសាច់ស្ពាន់វាស់ទំហំវាស់សមាសភាពធ្វើតេស្តដុតកម្ដៅទៅលើអ៊ីសឡង់ខាងក្រៅតើវាអាចទប់កម្ដៅកម្រិតណាអូខេនេះជាការធ្វើតេស្តគុណភាពដែលពិតប្រាកដសួស្តីអ្នកនរស្វាគមន៍មកកាន់សប្តាហ៍ថ្មីនៅក្នុងកម្មវិធី How It's Made របស់ Jack Hill Technology Cambodia ជួបជាមួយនឹងខ្ញុំវ៉ាន់ដែតក្នុងថ្ងៃនេះដែរខ្ញុំមានវេក្មិនម្នាក់ដែលគាត់អញ្ជើញមកពីខាងរោងចក្រផលិតខ្សែភ្លើងដែលជាខ្សែភ្លើងផលិតនៅក្នុងស្រុកខ្មែរយើងជា brand name ដែលមានទីតាំងរោងចក្រនៅលើទឹកដីខ្មែរយើងតតែម្ដងអញ្ចឹងយើងដឹងថាការប្រើប្រាស់ខ្សែភ្លើងភាគច្រើនសុទ្ធតែជាផលិតផលនាំចូលប៉ុន្តែឥឡូវនេះគឺយើងមានរោងចក្រហើយដែលជារោងចក្រផលិតនៅក្នុងស្រុកយើងតតែម្ដងកុំឲ្យខាតពេលវេលាយូរយើងមកជួបជាមួយនឹងបងប្រុសទាំងអស់គ្នាដើម្បីឲ្យគាត់ណែនាំបន្ថែមតាក់ទងទៅនឹងខ្សែភ្លើងដែលជា brand របស់ខ្មែរយើងក៏ដូចជាសង្វាក់ផលិតកម្មនៃការផលិតខ្សែភ្លើងនេះទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរបងអាចសូមស្គាល់ឈ្មោះបងបន្តិចមកហើយតាក់ទងទៅនឹងតួនាទីរបស់បងបាទខ្ញុំបាទឈ្មោះអៀងសុកលៀងបាទខ្ញុំគឺជា factory manager បាទគឺខ្ញុំសប្តាហ៍នេះខ្ញុំកាន់ខាងសង្វាក់ផលិតកម្មបាទបងបាទអូខេបងចំពោះរោងចក្រខ្សែភ្លើងម៉ាកដំរីខាងបងបង្កើតឡើងតាំងពីឆ្នាំណាដែរហើយនៅក្នុងស្រុកយើងនេះមានអាចនិយាយថាបង្កើតឡើងដំបូងមានផលវិបាកអ្វីខ្លះសម្រាប់រោងចក្រមួយតអូខេបងអរគុណសម្រាប់សំណួររោងចក្រខ្សែភ្លើងម៉ាកដំរីយើងបង្កើតឡើងតាំងពីឆ្នាំខែ7 2022បាទយើងបង្កើតឡើងដំបូងមានផលវិបាកច្រើនទីមួយពាក់ព័ន្ធជាមួយទៅនឹងការផ្សព្វផ្សាយធ្វើ marketing បាទផ្សព្វផ្សាយធ្វើ marketing ទី1យើងនឹងស្រាប់ឲ្យក្រុមហ៊ុន start up ផលិតផលយើងថ្មីនៅស្រុកខ្មែរយើងទី1បាទអាចថាយើងចាប់ផ្ដើមមុនគេអញ្ចឹងផលវិបាកគឺការធ្វើ marketing ពាក់ព័ន្ធមួយ brand name ដើម្បីបញ្ជ្រាបbrand របស់យើងទៅកាន់ប្រជាជនគឺអ្នកប្រើប្រាស់ដែលកំពុងតែមានអត់គំនិតថាផលិតផលខ្មែរអត់ល្អបាទអញ្ចឹងយើងនេះជា challenge ទី1ដែលយើងជួបប្រទះអញ្ចឹងកាលណាទីផ្សារអត់ដើរយើងដឹងស្រាប់ហើយពាក់ព័ន្ធមួយធនធានក៏យើងពិបាកដែរកាលណាយើងអត់មានប្រាក់ចំណូលពីការលក់យើងអាចបន្តទៅមុខបានអញ្ចឹងនេះជា challenge ទី1ទី2ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន supplier បាទពាក់ព័ន្ធជាមួយនឹងវត្ថុធាតុដើមនៅខ្មែរយើងអត់ទាន់មានទេក្រុមហ៊ុនដែលរំលាយទង់ដែងបាទដែលជាវត្ថុធាតុដើមនឹងឯងទី2អ៊ីសឡង់បាទធម្មតាខ្សែភ្លើងយើងមានអ៊ីសឡង់ខាងក្រៅបាទអញ្ចឹងទាំងអស់ហ្នឹងយើងត្រូវ order ពីក្រៅប្រទេសបាទអញ្ចឹងធ្វើទី1តម្លៃមានការកើនឡើងបាទបងបាទពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូនពីក្រៅប្រទេសមកអញ្ចឹងអានឹងជាផលវិបាករបស់យើងមួយដែរបាទខ្វះអ្នកគ្រប់គ្រងពាក់ព័ន្ធជាមួយវត្ថុធាតុដើមបាទបងបាទបងអញ្ចឹងមុននឹងបងបានលើកទៅនឹងផលវិបាកមួយចំនួននៃការបង្កើតរោងចក្រដំបូងដោយសារតែនៅក្នុងស្រុកខ្មែរយើងអត់ទាន់មានគេនិយាយថាវត្ថុធាតុដើមនៅក្នុងការផលិតតែម្ដងទេសូម្បីតែដូចជាទង់ដែងនៅក្នុងការផលិតស្ពាន់ហើយនឹងអ៊ីសូឡង់ស្រោបនៅខាងក្រៅហ្នឹងមួយវិញទៀតបងតកតងនឹងការផលិតក៏ដូចជាសប្តាហ៍ថ្ងៃមកដល់ពេលបច្ចុប្បន្ននេះខ្សែភ្លើងម៉ាកដំរីបច្ចុប្បន្នមានប្រមាណប្រភេទដែរហើយបច្ចុប្បន្នយើងបានចែកចាយក៏ដូចជាមានលក់នៅកន្លែងណាខ្លះដែរនៅក្នុងកម្ពុជារបស់យើងតបាទអរគុណសម្រាប់សំណួរយើងផលិតបានសប្តាហ៍ហ្នឹងខ្សែភ្លើងដែលយើងផលិតបានគឺប្រភេទ low voltage បាទបងដែលយើងហៅថាតង់សុងទៀបបាទតង់សុងទៀបតាមពិតយើងក៏ម្ដងគោលដៅយើងក៏យើងចង់ឈានទៅដល់ការផលិតរហូតទៅដល់ຂະຫນាតតង់សុងខ្ពស់ឬមួយក៏តង់សុងមធ្យមដែរបាទប៉ុន្តែដោយសារយើង start up ដំបូងអូខេយើងអាចគ្រប់គ្រងទីផ្សារតាមដំណាក់កាលបាទអញ្ចឹងសម្រាប់ប្រភេទរបស់ខ្សែភ្លើងយើងមានចាប់ពីខ្សែតូចបាទយើងកាន់នៅដៃនេះហ្មងបាទខ្សែតូចនឹងយើងហៅຂະຫນាតតូចបាទយើងមានຂະຫນាតមធ្យមក៏ដូចជាຂະຫນាតធំដែរប៉ុន្តែដោយសារយើងអត់បានយកមកតាំងគឺសារវាធ្ងន់បាទវាធ្ងន់ដែរអានេះខ្សែតូចយើងបែងចែកជាពីរប្រភេទទៀតខ្សែតូចបាទខ្សែតូចនេះទល់ទៀតយើងហៅខ្សែតូចទល់មានន័យថាវាមានតែមកសរសៃទេបាទប៉ុន្តែក្នុងខ្សែតូចទល់យើងមានបែងចែកជាពីរប្រភេទ BVR មានច្រើនសរសៃនៅក្នុងស្ពេចរបស់សិង្ហបុរីវាមាន7សរសៃបង7សរសៃសាច់ទង់ដែងមាន7សរសៃគឺ
យើងហៅសាមញ្ញយើងហៅថា spawn ហើយភាសាបច្ចេកទេសនៅជាភាសាអង់គ្លេសហៅ copper យើងអាចហៅទង់ដែងបានហ្នឹងហើយអានេះវាមាន7សរសៃមួយទៀតវាមានមួយសរសៃមានន័យថាខ្សែទល់ដែរប៉ុន្តែវាមានតែមួយសរសៃទេមួយសរសៃហ្មងបាទសាច់ចង់ថាអា spawn នេះមានតែមួយសរសៃបាទយល់មកគេហៅ BV មួយសរសៃបាទ BVR 7សរសៃអូហ្នឹងសម្រាប់ខ្សែទល់ហើយយើងមានផលិតខ្សែវ៉ាស់ដែរខ្សែវ៉ាស់ហ្នឹងគឺជាខ្សែបច្ចេកទេស VAF បាទប្រភេទខ្សែភ្លោះពណ៌សដែលវាមកមួយគ្នាមកគូដែលយើងឃើញចំណាំតមាន2ខ្សែហ្នឹងហ្មងបាទអូខេយើងហៅខ្សែភ្លោះឬខ្សែ VAF បាទយើងហៅសាមញ្ញហៅខ្សែវ៉ាស់ហ្នឹងឯងមួយទៀតប្រភេទខ្សែ RVV បាទ RVV ជាងគាត់ស្គាល់ហើយអ្នកថតតយើងហៅខ្សែ motor ខ្សែ motor វាមានលក្ខណៈពិសេសខុសពីខ្សែទល់ប្រភេទនេះវាមានច្រើនសរសៃយើងអានេះយើងគិតថាវាមាន7សរសៃប៉ុន្តែសម្រាប់RVV វាមានច្រើនសរសៃស្ពេចរបស់ Singapore មាន25សរសៃបាទ25សរសៃអាចនឹងលើសនឹងទៀតសម្រាប់ស្ពេចរបស់អាល្លឺម៉ង់អាចមានទៅដល់30សរសៃទៀតច្រើនមែនតើបងហើយលក្ខណៈរបស់វាគឺទន់ខ្លាំងដោយសារសាច់ spawn វាទូសាច់ spawn វាទូចឹងមានលក្ខណៈទន់ខ្លាំងវា flexible យើងអាចបត់បែនបានច្រើនបាទអញ្ចឹងសរុបមកមានយើងសរុបខ្សែតូចបងបាទមាន3ប្រភេទទី1ខ្សែតូលតូចតែវាបែងចែកជា2ប្រភេទទៀត BVR ហើយនិង BV អូខេសម្រាប់ខ្សែតូលតូចមានមួយទៀតខ្សែវ៉ាស់ហ្នឹងឯងខ្សែសព្រុស2ហ្នឹងមួយទៀតខ្សែ RVV បាទដែលវាមាន RVV ខ្ញុំតិចបញ្ជាក់ដែរ RVV អាចឈានទៅដល់ច្រើនសរសៃចូលគ្នាធម្មតាខ្សែយើងមានតែ2សរសៃដល់ខ្សែភ្លោះហ្នឹងហើយបងតែអានោះអាចមានទៅដល់3សរសៃ4សរសៃ5សរសៃបាទចូលគ្នាបាទអូខេអញ្ចឹងអានេះសម្រាប់ខ្សែតូចខ្សែធំក៏យើងមានផលិតដែរប្រភេទពពួកកប់ដីហើយនិងពពួករត់លើអាកាសបាទពពួកដែលយើងរត់លើបកគោលខ្សែភ្លើងធំសពថ្ងៃតាមដងផ្លូវហ្នឹងឯងអូខេហ្នឹងគេហៅប្រភេទវា YJV បាទ YJV ប្រភេទខ្សែកប់ដីYJLV ខ្សែកប់ដីដែរប៉ុន្តែអាលុយមីញ៉ូមអូផ្សេងគ្នាអញ្ចឹងទៀតបាទវ៉ាវលោហៈធាតុរបស់វាអានេះ copper យើងហៅថាទង់ដែងបាទប៉ុន្តែសម្រាប់ខ្សែកប់ដីមួយប្រភេទទៀតគឺយើងប្រើជាអាលុយមីញ៉ូមបាទតែចរន្តឆ្លងចរន្តបញ្ជូនចរន្តនេះបានដូចគ្នាបានប៉ុន្តែជាទូទៅអាលុយមីញ៉ូមនិងទង់ដែងមានគុណសម្បត្តិនិងគុណវិបត្តិផ្សេងគ្នាយើងអាចប្រៀបធៀបបានមិនអាចប្រៀបធៀបថាមួយណាល្អជាងមួយណាទេវាមានចំណុចល្អរៀងខ្លួនទង់ដែងចម្លងអគ្គិសនីបានល្អជាងអាលុយមីញ៉ូមនៅក្នុងមុខកាត់ដូចគ្នាបាទប៉ុន្តែអាលុយមីញ៉ូមមានគុណសម្បត្តិលើសពីទង់ដែងក្នុងថាវាស្រាលអូខេចាំវាស្រាលជាងបាទយើងងាយស្រួលទៅឡើងនៅពេលដែលយើងទៅឡើងយើងងាយស្រួលលើកដាក់ចុះឡើងប៉ុន្តែបើសិនជាប្រៀបធៀបការចម្លងអគ្គិសនីគឺវាខ្សោយជាងអញ្ចឹងបើសិនជាយើងអូសភ្លើង20V អូខេយើងត្រូវការ spawn មុខកាត់តូចបាទប៉ុន្តែ 20V ដូចគ្នាសម្រាប់អាលុយមីញ៉ូមមុខកាត់វាធំជាងបានអាចអូសភ្លើងនឹងបានបាទអូខេមួយទៀតសម្រាប់ប្រភេទអាលុយមីញ៉ូមបាទទង់ដែងលោហៈធាតុប្រភេទអាលុយមីញ៉ូមយើងភាគច្រើនគឺយើងរត់នៅលើអាកាសយើងផលិតជាខ្សែដែលអូសនៅលើអាកាសដោយសារវាទី1មានទម្ងន់ស្រាលបាទទម្ងន់ស្រាលយើងអាចអូសលើបកគោលើអីបានគេហៅវាថាជាប្រភេទខ្សែ ABC ដែលពាក្យពេញរបស់វាគឺ area bundle cable បាទ area bundle cable សម្រាប់រត់នៅលើអាកាសវាមានទម្ងន់ស្រាលហើយសម្រាប់ spawn ប្រភេទពួក spawn ឬយើងហៅថាទង់ដែងនឹងឯងភាគច្រើនគេប្រើទៅលើប្រភេទខ្សែភ្លើងដែលកប់ក្រោមដីឬមួយកប់ក្រោមទន្លេសមុទ្រឆ្លងកាត់តំបន់ធំអញ្ចឹងបាទអញ្ចឹងសរុបមកវិញយើងខ្សែធំតែភ្លើងប្រភេទធំយើងអាចផលិតបាន3ប្រភេទទី1 YJV ដែលវាលោហៈធាតុវាទង់ដែងនឹងឯងទី2 YJLV ដែលលោហៈធាតុវាគឺអាលុយមីញ៉ូមមួយទៀតខ្សែ ABC ដែលយើងអាចចាត់ទុកថាវាមកប្រភេទទៀតដែរដោយសារតែលក្ខណៈរបស់វារៀងផ្សេងទៀតចុះបច្ចុប្បន្ននេះយើងចែកចាយវាដាក់លក់នៅលើទីផ្សារឬមួយក៏មានចែកចាយទៅដល់តាមបណ្ដាខេត្តឬមួយក៏នៅទេបងសប្តាហ៍ថ្ងៃដោយសារតែយើងគោលដៅទី1របស់យើងគឺយើងអាចបែងចែកទៅកាន់គម្រោងសាងសង់ផ្សេងវ៉ាវបាទនៅតាមក្នុងក្រុងក៏ដូចជាតាមខេត្តវ៉ាវមានច្រើនគួរសមដែរបាទសម្រាប់depot អ្នកដែលទិញរាយនៅតាមខេត្តអាចនឹងមិនទាន់មានបាទអាចនឹងមិនទាន់មាន
ដោយសារយើងមិនទាន់បានបញ្ជ្រាបចែកចាយទៅដល់បណ្ដាខេត្ត បាទបណ្ដាខេត្ត depot តាមខេត្តគឺយើងអត់ទាន់បានបញ្ជាទេដោយសារបញ្ហាទី1ពាក់ព័ន្ធជាមួយការដឹកជញ្ជូនយើងត្រូវរៀបចំធ្វើម៉េចតើយើងអាច support ពួកគាត់បានរបៀបម៉េចបាទយើងដឹកជូនគាត់ឬមួយក៏មកយើងនិយាយទៅយើងព្យាយាម support ទីតាំងdepot តាមខេត្តច្រើនបាទប៉ុន្តែឥឡូវនេះយើងអត់ទាន់បានជោគជ័យទេយើងគ្រាន់តែកំពុងតែរៀបចំបណ្ដាវាមានបញ្ហាច្រើននៅការដឹកជញ្ជូនការ supply ទៅតាមខេត្តយើងគិតមើលថាតើនៅពេលដែលទីផ្សាររីកចម្រើនតើយើងអាចគ្រប់គ្រងគ្រប់គ្រាន់អត់អូខេបាទនេះជាអីដែលយើងត្រូវគិតនឹងឲ្យបងមានប៉ុណ្្នឹងឯងបាទបងបាទមុនហ្នឹងបងបានលើកឡើងថាយើងមានការប្រើប្រាស់ក៏ដូចជានៅតាមសំណង់មួយចំនួននៅក្នុងក្រុងក៏ដូចជាតាមបណ្ដាខេត្តប្រើប្រាស់នៅប្រភេទខ្សែភ្លើងម៉ាដំរីរបស់យើងអញ្ចឹងអាចប្រាប់បានទេថាតើអាចកំបាំងអីនៅពីក្រោយទាំងអស់ហ្នឹងក៏ដូចជាគុណភាពអីដែលគេជ្រើសរើសខ្សែភ្លើងម៉ាដំរីខាងបងបាទអរគុណហ្មងសម្រាប់សំណួរសម្រាប់ការផលិតពាក់ព័ន្ធជាមួយគុណភាពគឺយើង follow ទៅតាមបទដ្ឋាននៃការផលិតរបស់សិង្ហបុរីបាទរបស់សិង្ហបុរីដែលយើងមាន spec នៅក្នុងការផលិតត្រឹមត្រូវហើយនៅក្នុងរោងចក្រយើងមាន QC បាទ quality control អ្នកត្រួតពិនិត្យផ្នែកគុណភាពអញ្ចឹងការត្រួតពិនិត្យផ្នែកគុណភាពយើងធ្វើតេស្តច្រើនយើងរាប់ឲ្យត្រួសទៅអាចយល់បានទី1ពាក់ព័ន្ធជាមួយទំហំរបស់លោហៈធាតុលោហៈធាតុព្រោះនេះជាអីដែលសំខាន់បំផុតគឺទំហំរបស់លោហៈធាតុហ្នឹងឯងដែលត្រូវចរន្តអគ្គិសនីឆ្លងកាត់អញ្ចឹងយើងត្រួតពិនិត្យទៅលើអីទំហំរបស់វាបាទកាលណាខ្សែភ្លើងខ្នាត 1.5 មីលីម៉ែត្រការ៉េយើងត្រូវច្បាស់ថាវាគ្រប់ខ្នាតគ្រប់លីគឺ 1.5 មីលីម៉ែត្រការ៉េដូចទំហំរបស់វាដូច spec ដែលយើងបានសរសេរឬមួយក៏ print នៅលើសំបកខ្សែភ្លើងកាលណាវាតូចជាងហ្នឹងអ្នកប្រើប្រាស់យើងយកទៅប្រើប្រាស់យើងវាខុសស្តង់ដាបងខុសស្តង់ដាអញ្ចឹងយើងមានអីវាស់យើងមានឧបករណ៍នេះឯងយើងមានឧបករណ៍នេះជាផ្នែកមួយនៃការវាស់ទំហំបាទអញ្ចឹងយើងអាចសម្រាប់ឧបករណ៍នេះថ្ងៃហ្នឹងខ្ញុំយកអាចយកអាហ្នឹងមកបានដោយសារវាស្រាលអញ្ចឹងសម្រាប់នៅរោងចក្រយើងមាន lab ធំសម្រាប់ក្នុងការពិនិត្យហ្មងត្រួតពិនិត្យគុណភាពមិនមែនប្រៀបត្រួតពិនិត្យតែលើប្រមាណចំណុចដែលយើងមើលឃើញនឹងទេវាមានចំណុចផ្សេងដែលយើងត្រូវត្រួតពិនិត្យបាទនៅក្នុងឧបករណ៍នេះយើងអាចវាស់ទំហំរបស់ស្ពាន់បានវាស់ចេញមកគឺឃើញទំហំរបស់វាហើយនៅក្នុងហ្នឹងមានរបៀបកណនាទៀតដើម្បីឲ្យដោយសារវាមានបោសស័យបាទអញ្ចឹងយើងធ្វើម៉េចឲ្យគ្រប់បោសស័យហ្នឹងគ្រប់ 1.5 មីលីម៉ែត្រការ៉េហ្នឹងនេះពាក់ព័ន្ធជាមួយការត្រួតពិនិត្យទៅលើសាច់ស្ពាន់បាទទំហំរបស់វាទី2ក៏ទៅលើសមាសភាពរបស់វាដែរនៅពេលដែលយើងយកដៃផ្សេងមកវាស់អូខេទំហំមកកាត់ប៉ុណ្ណឹងគ្នាបាទប៉ុន្តែសួរថាតើវាជាសាច់ស្ពាន់សមាសភាពស្ពាន់ 100% អត់ឬមួយក៏លាយសមាសភាពមូលេគុលអីនៅក្នុងប្រភេទលោហៈធាតុហ្នឹងបាទដែលធ្វើឲ្យវាចម្លងកម្ដៅអត់បានល្អចម្លងអគ្គិសនីបានល្អវាងាយក្ដៅវាអីចឹងណាបងបាទមួយទៀតពាក់ព័ន្ធជាមួយនឹងការធ្វើតេស្តកម្រាស់របស់ Isolong បាទកម្រាស់របស់ Isolong ត្រូវតាម spec ព្រោះកាលណាវាស្ដើងពេកអូខេវាអាចកម្ដៅឡើងតិចតួចកម្ដៅដល់ក្រៅវាអាចដាច់រលត់ទីហ្នឹងទៅបាទហ្នឹងទីពាក់ព័ន្ធជាមួយនឹងកម្រាស់របស់វាទី2ទៀតសមាសភាពដូចគ្នាសមាសភាពរបស់ Isolong នេះគេយើងហៅថាប្រភេទជា PVC ប្រភេទជ័រ PVC បាទសម្រាប់ខ្សែតូចយើងប្រើតែ PVC ទេPVC មានលេខរបស់វាទៀតមានលេខបាទមាន grade វ៉ាវកាលណាយើងកំងវត្ថុធាតុដើមពីបរទេសយើងត្រូវធ្វើតេស្តឲ្យបានច្បាស់លាស់ថាតើប្រភេទ PVC ហ្នឹងជា PVC លេខ1ឬមួយក៏ PVC ដែលគេ recycle ធម្មតាចែកបែបហ្នឹងទៀតបាទសម្រាប់ពណ៌ក្រហមពណ៌ខៀវនៅពេលដែលយើង recycle មកវិញយើងអាចមើលពណ៌វាដឹងពីពណ៌វាស្អាតជាងមុននេះទេបាទតែសម្រាប់ពណ៌ខ្មៅនៅពេលដែលយើងដាក់ពណ៌អីមួយលាយពណ៌ខ្មៅយើងមើលអត់ដឹងថាតើជ័រហ្នឹងយើង recycle គេយកទៅ slow ម្ដងទៀតហើយយកចេញមកម្ដងទៀតវាមិនមែនជាវត្ថុធាតុដើមដែលចេញពីវត្ថុធាតុដើមដំបូងណាបងហ្នឹងហើយអញ្ចឹងមានន័យថា Isolong ដែលគេ recycle ហ្នឹងអញនិយាយថាលេខ1លេខ2អីចឹងបាទហើយតម្លៃក៏ខុសគ្នាដែរពីប្រភេទ3ប្រភេទហ្នឹងគឺតម្លៃខុសគ្នាអញ្ចឹងយើងត្រូវប្រកួតប្រជែងខ្លាំងមែនទែនពីពាក់ព័ន្ធជាមួយតម្លៃផងជាមួយនឹងគុណភាពផងអញ្ចឹងវា challenge មែនទែនបាទឃើញថាយើងមានបច្ចេកទេសនៅក្នុងការត្រួតពិនិត្យក៏ដូចជាការនាំចូលនៅវត្ថុធាតុដើមច្រើនហើយនៅក្នុងការជ្រើសរើសក៏ដូចជាការត្រួតពិនិត្យហ្នឹងក៏វាមកទៅគឺថារឹតបន្តឹងល្អខ្លាំងមែនទែនបងអាចបញ្ជាក់បានទេចំពោះវត្ថុធាតុដើមយើងនាំចូលមកពីប្រទេសណាខ្លះបងសប៉ៃយោធំពីចិនបាទពីចិន
cho tăng bị isolonនឹងឯងយកមកពីចិនហើយសម្រាប់ដូចជា spawn តុងដៃនឹងឯងយើងព្យាយាមរ supplier ក្នុងស្រុកដែរអូខេប៉ុន្តែនៅក្នុងដំណាក់កាលឥឡូវហ្នឹងយើងអត់ទាន់មានទេអញ្ចឹងយើងនៅតែនាំចូលពីខៅពីចិនខ្លះនិងពីវៀតណាមខ្លះប៉ុន្តែពីវៀតណាមភាគតិចបាទអញ្ចឹងយើងសប្តាហ៍យើងក៏ព្យាយាមរកដែរសម្រាប់ supplier ក្នុងស្រុកព្រោះឥឡូវយើងរកអត់ទាន់បានអញ្ចឹងបើសិនជាមានក្រុមហ៊ុនឬមកក៏សហគ្រាសណាដែលគាត់អាចផលិត spawn slow spawn មានន័យថាយកតុងដែងហ្នឹងយកទៅពវល់ចេញជាមានន័យថាគាត់អាច slow spawn បាន slow spawn ផលិតចេញមកជាspawn ដែលអាចយកមកអូសខ្សែភ្លើងបានអូសផលិតចេញជាខ្សែភ្លើងបានបាទអញ្ចឹងយើងកំពុងតែរដែរសប្តាហ៍នេះបាទបើសិនជាមានរោងចក្រដែលគាត់ slow spawn នៅក្នុងស្រុកខ្មែរយើងស្រាប់យើងអាចធ្វើការចាប់ដៃគូគ្នាបានវត្ថុធាតុដើមគាត់ជាតម្លៃក៏វាទៅតាមនឹងដែរវាអាចនឹងធូរថ្លៃជាងមុនសម្រាប់តែគាត់ទិញខ្សែភ្លើងយើងយកទៅប្រើប្រាស់បាទខ្ញុំឮថាការត្រួតពិនិត្យក៏ដូចជាការរើសនៅវត្ថុធាតុដើមគឺតឹងរឹងខ្លាំងមែនទែនអាចបញ្ជាក់បានទេថាពីទាំងអស់ហ្នឹងយើងមានប្រើបច្ចេកវិទ្យាអ្វីទៀតនៅក្នុងការផលិតខ្សែភ្លើងបាទសម្រាប់បច្ចេកវិទ្យាយើងមាន lab នៅផ្ទាល់ខ្លួននៅរោងចក្របាទធ្វើតេស្តគុណភាពអីទាំងអស់ហ្នឹងមួយទៀតពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនឬមួយក៏យើងដែលពាក់ព័ន្ធជាមួយម៉ាស៊ីនដែលយើងផលិតហ្នឹងឯងគឺយើងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបាទនៅពេលដែលយើងដំណើរការរោងចក្រដំបូងគឺផលិតផលទាំងអស់ហ្នឹងគឺយើងនាំចូលពីចិនបាទដោយសារនៅខ្មែរយើងអត់ទាន់មានម៉ាស៊ីនបាទអត់ទាន់មានម៉ាស៊ីនសម្រាប់ទី1ស្រោបអ៊ីសូឡង់ទី2ត្រូវវិញស្ពាន់នឹងចូលគ្នាត្រូវអូសមកកាត់ស្ពាន់ឲ្យត្រូវតាមຂະຫນាតអញ្ចឹងទាំងអស់ហ្នឹងគឺយើងត្រូវការម៉ាស៊ីនដែលអាចទុកចិត្តបានបាទអញ្ចឹងយើងប្រើប្រាស់ម៉ាស៊ីនដែលមានបច្ចេកវិទ្យាចុងក្រោយពីប្រទេសចិនបាទសប្លាយតាមពីការរោងចក្រដំបូងនេះបាទបងអាចជួយបញ្ជាក់លម្អិតបានទេពីសង្វាក់ផលិតកម្មថាតើមួយដំណាក់យើងត្រូវធ្វើឲ្យខ្លះហើយដំណាក់កាលណាដែលវាជាដំណាក់កាលសំខាន់បំផុតនៅក្នុងការផលិតខ្សែភ្លើងអូខេបងសំណួរនេះគឺខ្ញុំចង់ឲ្យបងសួរខ្លាំងមែនទេដោយសារនេះវាជាការអនុវត្តជាក់ស្ដែងធម្មតាយើងចេញជាខ្សែភ្លើងមកយើងដឹងថាអូជួបបញ្ហាអីខ្លះយើងដឹងថាចេញខ្សែភ្លើងមកស្អាតអញ្ចឹងណាបាទបងអញ្ចឹងទី1វត្ថុធាតុដើមដែលយើងយកមកផលិតគឺស្ពាន់សាច់ស្ពាន់ហ្នឹងគឺទំហំធំមិនមែនយកមកទូចអញ្ចឹងទេបាទវ៉ាទំហំធំអាចថាចិត្តប៉ុនម្រាមដៃយើងចិត្តប៉ុនម្រាមដៃធំណាស់អញ្ចឹងបាទយើងទាញបាទអញ្ចឹងយើងត្រូវការរុញចូលទៅក្នុងម៉ាស៊ីនដើម្បីឲ្យម៉ាស៊ីនហ្នឹងសម្រួចស្ពាន់របស់យើងតាមអីដែលយើងចង់បានអញ្ចឹងមានន័យថាវត្ថុធាតុដើមតែមួយប្រភេទទេយើងអាចអូសខ្សែបានច្រើនតាំងពីខ្នាតតូចរហូតដល់ខ្នាតធំដែលយើងគិតទៅអាចប៉ុណ្នេះធំដែរបាទអាចប៉ុនរពុនដៃឬមួយក៏ប៉ុនរពុនជើងអញ្ចឹងទៅវាអាចធំដល់ហ្នឹងអញ្ចឹងវត្ថុធាតុដើមទាំងអស់ហ្នឹងយើងត្រូវយកមកអូសដើម្បីឲ្យត្រូវតាមខ្នាតអីដែលយើងចង់បានហ្នឹងឯងទី2សម្រាប់ប្រភេទស្ពាន់ប្រភេទខ្សែភ្លើងប្រភេទច្រើនសៃចេះយើងត្រូវឆ្លងកាត់ដំណាក់កាលដែលវិញវាចូលគ្នាបាទត្រូវវិញខ្សែភ្លើងហ្នឹងទៅចូលគ្នាដំណាក់កាលទី3យើងជាដំណាក់កាលដែលយើងស្រោបជ័រខាងក្រៅបាទស្រោបជ័រខាងក្រៅហើយស្រោបជ័រខាងក្រៅហើយដំណាក់កាលទី4គឺជាដំណាក់កាលដែលក្បែរសម្រាប់គឺយើងត្រូវវិញវាជាដុំធម្មតាខ្សែភ្លើងប្រភេទទី2ចេះយើងរុំជាដុំហើយយើងអាចយកជាម៉ែត្របានទេបាទអញ្ចឹងជាដុំយើងរុំហើយយើងត្រូវបិទផ្លាកបិទអីការរុំជាដុំយើងមាន print អក្សរនៅលើនេះដោយសារឃើញវាយលេខបាទនៅលើខ្សែភ្លើងយើងមានវាយលេខដូចជា brand name ត្រឹមត្រូវបាទ brand name របស់យើងត្រឹមត្រូវហើយរុំចេញជាដុំបានចាប់ដើមធ្វើការវាយផ្លាកបិទពីក្រៅហើយរុំស្គុតខាងក្រៅនេះជាដំណើរការចុងចប់តែម្ដងអូខេបងការវិចខ្ចប់យើងវិចចូលក្នុងក្រុងឬមួយដេអញ្ចឹងទៅបាទបងបាទឃើញថានៅលើនេះវាយ 1.5 មីលីម៉ែត្រអាហ្នឹងចំពោះមុខកាត់ហើយបងបាទចុះអា450ឬមួយក៏750 V ហ្នឹងអាហ្នឹងយើងសម្រាប់សម្គាល់អីដែរអានេះគឺជា spec របស់ខ្សែភ្លើងមានន័យថាទំហំប៉ុណ្ណឹងប្រភេទ isolong វាប្រភេទហ្នឹងគឺយើងអាចរត់បានខ្សែភ្លើងរត់បានចរន្តពី450ទៅ750វ៉ាវបាទអញ្ចឹងនិយាយថាភ្លើងយើងជាទូទៅ220បាទប៉ុន្តែអានេះរហូតទៅដល់450បាទអញ្ចឹងមានន័យថាវាមានisolong ខ្ពស់ខ្លាំងមែនទែននៅក្នុងការពារពីការបើយើងនិយាយទៅវាងាយនឹងដាច់បើថាអានេះវាក្រាស់ឬមួយក៏ភាសាបច្ចេកទេសខ្ញុំអត់ដឹងហៅមិនដល់នេះប៉ុន្តែគាត់ថាវាក្រាស់ខ្លាំងបើសិនជាករណីដូចជាយើងឃើញច្រើនតកតងទៅនឹងការគេហៅថាឆេះខ្សែភ្លើងដាច់ចន្លោះខ្សែភ្លើងហ្នឹងដោយសារisolong ហ្នឹងឯងទៅបាទវ៉ាវគប់ផ្សំគ្នាបងisolong សម្រាប់ទប់ខាងក្រៅនៅពេលដែលបរិយាកាសខាងក្រៅក្តៅត្រជាក់ឬមួយក៏មាន
ការឆាប់ឆេះអីមួយគឺអ៊ីស្លង់នឹងឯងអ្នកទប់កុំឲ្យដាច់រលាត់កាលណាដាច់រលាត់គឺឆក់ដល់វាឆ្លងចរន្តអគ្គិសនីមកខាងក្រៅបាទបងបាទខ្សែភាពពេញហ្នឹងអញ្ចឹងវាមានគុណសម្បត្តិផ្សេងគ្នាវាមានសមត្ថភាពផ្សេងគ្នាសម្រាប់ខាងក្នុងក៏ប៉ះពាល់ដល់ខាងក្រៅដែរលោហៈធាតុខាងក្នុងកាលណាលោហៈធាតុខាងក្នុងຂະຫນាតវាអត់ពេញគ្រប់ត្រូវទៅតាមស្ពេចរបស់ស្តង់ដាររបស់វាអត់ត្រូវតាមស្តង់ដារអញ្ចឹងវាក៏ធ្វើឲ្យឡើងកម្ដៅដែរកាលណាឡើងកម្ដៅគឺប៉ះពាល់ទៅដល់ជ័រខាងក្រៅដូចគ្នាបាទបងបាទឡើងកម្ដៅប៉ះពាល់ដល់ជ័រខាងក្រៅអញ្ចឹងវាជាតួនាទីរបស់ជ័រខាងក្រៅទៀតហើយជ័រខាងក្រៅនឹងអាចទប់ទល់នៅកម្ដៅប្រហែលបាទកម្ដៅខាងក្នុងមកអាចកម្ដៅប្រហែលដែលវាអាចរលាយឬមួយក៏ដាច់រលាត់បាទបងបាទវ៉ាវគឺអញ្ចឹងគឺវាពាក់ព័ន្ធគ្នាពេញហ្នឹងឯងបាទអូអស្ចារ្យមែនតើអ្នកទាំងអស់គ្នាថ្លៃខ្លាំងព្រោះនេះរហូតដល់ទប់កម្ដៅរហូតដល់450ទៅ750ខ្លាំងមែនតើវាជាចរន្តមកបាទទប់ទៅដល់750វ៉ុលបាទក្នុងនាមបងជាអ្នកមានបទពិសោធន៍ស្រាប់ទៅលើខាងខ្សែភ្លើងនេះផ្ទាល់សម្រាប់បញ្ហាដូចជាខ្សែភ្លើងឆាប់ក្តៅឬមួយក៏ងាយនឹងដាច់រលាត់ហ្នឹងវាបណ្ដាលមកពីអីដែរបងបាទដូចជាដែលយើងបាននិយាយគ្នាមុននឹងខ្លះហើយពាក់ព័ន្ធជាមួយនឹងទំហំរបស់លោហៈធាតុបាទលោហៈធាតុធម្មតានៅក្នុងការគណនាខ្សែភ្លើងឬមួយក៏អ្នកដែលប្រើប្រាស់ engineer គាត់គណនារួចហើយថាខ្សែភ្លើងកម្លាំងភ្លើងប៉ុណ្នេះតើគាត់គួរប្រើខ្សែភ្លើងមានមុខកាត់ប៉ុណ្ណាបាទនេះសម្រាប់ខ្សែភ្លើងដែលត្រូវមុខកាត់អត់អីណាឧទាហរណ៍ខ្សែភ្លើងទំហំកម្លាំងភ្លើងរបស់យើង20វ៉ុលខ្ញុំឧទាហរណ៍ណាព្រោះខ្ញុំក៏អត់ច្បាស់តួលេខនឹងដែរព្រោះត្រូវការមើលឯកសារបាទអញ្ចឹងឧទាហរណ៍ភ្លើង20វ៉ុលយើងត្រូវការប្រើប្រាស់មុខកាត់4មីលីម៉ែត្រការ៉េ4មីលីម៉ែត្រការ៉េបាទយើងទៅទិញខ្សែ4មីលីម៉ែត្រការ៉េមកស្រាប់តែមុខកាត់ជាក់ស្ដែងអត់ដល់4មីលីម៉ែត្រការ៉េទេបាទអាចបាន3កន្លះ2កន្លះបាទឬមួយអាចតូចជាងនឹងរហូតដល់ចំណុចគ្រោះថ្នាក់គឺប្រើប្រាស់ទៅក្តៅមកកាលណាក្តៅទោះបីថាជ័រខាងក្រៅអ៊ីស្លង់ខាងក្រៅមានគុណភាពល្អលេខ1ប៉ុណ្ណាក៏វាមាន limit ដែរបាទអញ្ចឹងណាអញ្ចឹងកាលណាក្តៅខ្លាំងគឺវាឆេះហ្នឹងឯងហ្នឹងទី1ពាក់ព័ន្ធជាមួយនឹងទំហំរបស់លោហៈធាតុដែលច្រឡំខាងក្នុងទី2ពាក់ព័ន្ធជាមួយនឹងកម្រាស់ខាងក្រៅហ្នឹងឯងនៅពេលដែលខាងក្នុងគ្រប់ទំហំគ្រប់គ្រាន់ហើយបាទប៉ុន្តែជ័រខាងក្រៅអត់គ្រប់គ្រាន់វាស្ដៅពេកអូខេក្តៅតែបន្តិចវាដាច់រលាត់អូខេអញ្ចឹងវាផ្ដល់ផលប៉ះពាល់ដែរនេះជាផលវិបាកក៏ដូចជាដើមហេតុនៃបញ្ហាដែលធ្វើឲ្យមានការឆាប់ឆេះបាទកាលណាឆាប់ឆេះចេញមកខាងក្រៅវាបង្កជាអគ្គិភ័យទៅដល់វាឬមួយក៏កន្លែងនេះយើងប្រើប្រាស់បាទប៉ះពាល់ខ្លាំងមែនតើបើមិនជាយើងជ្រើសរើសនៅប្រភេទខ្សែភ្លើងដែលវាអត់ត្រឹមត្រូវព្រោះឃើញច្រើនករណីអគ្គិភ័យអីច្រើនបណ្ដាលមកពីការឆ្លងចរន្តដោយសារការដាច់រលាត់ខ្សែភ្លើងនឹងជាដើមអញ្ចឹងបាទបងមួយវិញទៀតចំពោះខាងខ្សែភ្លើងមកតម្រៃផ្ទាល់យើងមានគោលដៅនៅក្នុងការផលិតដើម្បីធ្វើការនាំចេញទៅលក់នៅក្រៅស្រុកឬមួយក៏អត់ទេបងបាទអរគុណសម្រាប់សំណួរនេះជាសំណួរល្អមែនតើដំណាក់កាលទី1គឺយើងព្យាយាមធ្វើយ៉ាងណាអាចផ្គត់ផ្គង់នៅក្នុងស្រុកសិនបាទអាចផ្គត់ផ្គង់នៅក្នុងស្រុកសិនហើយយើងព្យាយាមពង្រឹងទៅលើគុណភាពនេះជាគោលដៅទី1ដែលយើងset up គុណភាពយើងច្បាស់ថាអូខេយើងអាចផ្គត់ផ្គង់បានយើងផ្គត់ផ្គង់នៅក្នុងស្រុកសិនបាទជំហានបន្ទាប់នៅពេលដែលយើងច្បាស់លាស់ 100% យើងមានស្តង់ដារយើងមាន certificate ត្រឹមត្រូវឆ្លងកាត់ការធ្វើតេស្តដោយស្ថាប័នអន្តរជាតិបាទអូខេយើងប្រកាសណាស់វាជាគោលដៅបន្តទៀតយើងនឹងធ្វើការនាំចេញប៉ុន្តែអ្វីដែលចាក់ខុសវិស័យគឺព្យាយាមកាត់បន្ថយផលិតផលនាំចូលបាទឈានទៅដល់ការកាត់ផ្តាច់ផលិតផលនាំចូលតែម្ដងបាទអញ្ចឹងយើងគិតថាទោះបីជាយើងជួយនៅក្នុងចំណែកណាមួយតិចឬមួយក៏ច្រើនយើងព្យាយាមអស់លទ្ធភាពបាទព្យាយាមអស់លទ្ធភាពការនាំចូលទី2ទៀតជួយស្វែងរកការងារជូនប្រជាជនខ្មែរបាទទោះបីថាយើងជួយបានតិចតែយើងនឹងព្យាយាមបាទដូចខ្ញុំនិយាយយើងព្យាយាមអស់ពីលទ្ធភាពកាលណាយើងមិនអាចមនុស្សម្នាក់ទៅជួយប្រទេសជាតិឲ្យរីកចម្រើនឬមួយក៏ជួយវិស័យណាមួយឲ្យដើរបានស្រួលរលូនទេគឺត្រូវតែយើងចូលរួមគ្នានៅក្នុងវិស័យឧស្សាហកម្មអូខេយើងជួយមួយចំណែកទៅនៅក្នុងវិស័យអប់រំស្ថាប័នផ្សេងក៏ជួយមួយចំណែកទៅសហគ្រាសផ្សេងក៏ជួយមួយចំណែកចឹងវាជាអ្វីដែលយើងត្រូវធ្វើគឺចូលរួមបង្កើតផលិតផលជាតិឲ្យបានច្រើនក៏ដូចជាគ្រប់គ្រងផលិតផលនៅក្នុងស្រុកបានច្រើនបាទបងនៅក្នុងមួយថ្ងៃការផលិតខ្សែភ្លើងម៉ាក់ដើម្បីយើងផលិតបានប្រមាណដែរអាចថាជាភាសាបច្ចេកទេសខាងបងជា
mai từ môi có chi từ lâu mấy nhưng mà đáng thở tha ta mà ngay những aiផលិតបានប្រហែលសម្រាប់ខ្សែភ្លើងបាទបងក្នុងមួយថ្ងៃយើងអាចបើនិយាយងាយស្រួលស្ដាប់ទៅបើសិនជាយើងនិយាយថាអាចផលិតបានប្រហែលដុំវាអត់ច្បាស់លាស់ដោយសារប្រហែលដុំហ្នឹងប្រភេទធំឬមួយប្រភេទតូចអញ្ចឹងណាអញ្ចឹងប្រហែលរយៈពេលខុសគ្នាអញ្ចឹងអីដែលយើងអាចព្យាករបានគឺយើងបានស្មានទៅលើវត្ថុធាតុដើមស្ពាន់សាច់ស្ពាន់ដែលក្នុងមួយថ្ងៃយើងអាចផលិតបានចាប់ពី5តោនបាទយើងអាចបង្វិលអាវត្ថុធាតុដើមស្ពាន់5តោនចេញជាខ្សែភ្លើងបាទអញ្ចឹងអាចចេញជាខ្នាតតូចខ្នាតធំយើងអត់ទៀងបាទអញ្ចឹងមានន័យថាបើជាទូទៅហ្មងអាចថា5តោនក្នុងថ្ងៃហើយនៅក្នុងការចែកចាយទៅឲ្យអ្នកប្រើប្រាស់ក៏ដូចជាតាមការឋានសំណង់មួយចំនួនបាទសម្រាប់ការចែកចាយយើងមានការរអាក់រអួលខ្លះដែរនៅពេលដែលយើងផលិតមកយើងអាចអូខេយើងចែកចាយទៅកាន់ភ្ញៀវភ្លាមបាទទី2យើងអាចផលិតទុកនៅក្នុងស្តុកនៅពេលដែលតម្រូវការចាំបាច់ច្រើនអូខេយើងមានឲ្យបានដើម្បីបញ្ចេញបាទអញ្ចឹងការផលិតមិនមែនថាផលិតដើម្បីផ្គត់ផ្គង់ភ្លាមទេយើងចូលនៅក្នុងស្តុកខ្លះជួនកាលទៅមានការកំងច្រើនអូខេយើងមានយកខ្លាំងអូខេយើងថែម៉ោងថែមអីផលិតបានតាន់ពេលវេលាហើយបើសល់ពេលនៅពេលដែលការកំងគ្រប់គ្រាន់ហើយបាទគ្រប់គ្រាន់ហើយយើងផលិតនៅក្នុងស្តុកបាទឃើញថាការតាំងពីការឡើងដំបូងរហូតមកដល់ឥឡូវនេះសន្ទុះនៃការគ្រប់គ្រងយ៉ាងម៉េចដែរបាទពីដំបូងឡើយយើងមានផលបាក់ខ្លះការគ្រប់គ្រងធម្មតាយើងជឿជាក់ថាផលិតផលយើងគឺល្អហើយប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់តើយើងមានអីដើម្បីបង្ហាញទៅកាន់អ្នកប្រើប្រាស់ថាអូខេបោះអ្នកឯងពិតជាល្អមែនតើយើងមានអីអញ្ចឹងយើងព្យាយាមបញ្ជ្រាបហើយការបញ្ជ្រាបហ្នឹងយើងនៅក្នុងរូបភាពផ្សេងទៀតទេជាក់ស្ដែងបទពិសោធន៍ជាក់ស្ដែងយើងមានអ្នកប្រើប្រាស់ពីរប្រភេទបាទទី1គម្រោងសាងសង់ក្រុមហ៊ុនសាងសង់បាទគាត់មានconsultant នៅពេលដែល owner គាត់ដេញគម្រោងណាមួយអូខេគាត់ត្រូវជ្រើសរើស material បាទ material មានច្រើនមានស៊ីម៉ង់មានឥដ្ឋមានខ្សាច់មានអីចឹងទៅស៊ីយ៉ូមានអីចឹងទៅបាទសម្រាប់ផលិតផលអគ្គិសនីយើងមានខ្សែភ្លើងហ្នឹងឯងហើយគាត់មាន owner គាត់មាន consultant របស់គាត់យើង consultant គាត់មានចំណេះដឹងគ្រប់គ្រាន់គាត់មានបច្ចេកទេសគ្រប់គ្រាន់នៅក្នុងការត្រួតពិនិត្យខ្សែភ្លើងអូខេយើងថាអានឹងល្អយើងបោះ sample ឲ្យគាត់តេស្តអូខេគាត់តេស្តឃើញល្អមែនអូខេនេះជាចំណុចល្អប៉ុន្តែនៅពេលដែលយើងបោះឲ្យទៅខាង depot ឬតំណាងចែកចាយគាត់មិនលក់តែផលិតផលអគ្គិសនីមួយទេហើយគាត់ក៏មិនបានមានជំនាញច្បាស់លាស់ទៅលើផលិតផលទាំងអស់នេះដែរគឺគាត់ទុកចិត្តមកលើយើងហ្នឹងឯងដែលយើងផលិតចេញទៅហើយនឹងអ្នកប្រើប្រាស់ចុងក្រោយគឺគាត់ចាំមើលមតិយោបល់ពីអ្នកប្រើប្រាស់អញ្ចឹងទម្រាំតែផលិតផលទាំងអស់ហ្នឹងទៅដល់ដៃអ្នកប្រើប្រាស់ចុងក្រោយយើងត្រូវឆ្លងកាត់អ្នកចែកចាយបាទអ្នកចែកចាយគាត់សពិចសពិលគាត់មានបច្ចេកទេសនៅក្នុងការធ្វើតេស្តទេបាទអញ្ចឹងនេះជាបញ្ហាបបិសោតជាក់ស្ដែងខាង depot គាត់យកខ្សែភ្លើងទៅថ្លឹងថ្លឹងបាទថ្លឹងគីឡូថ្លឹងចេញហ្នឹងបាទថ្លឹងគីឡូគាត់យកមកដុំមកគាត់យកខ្សែភ្លើងយើងយកទៅថ្លឹងយកខ្សែភ្លើងផ្សេងយកមកថ្លឹងបាទគាត់ថាមួយនេះធ្ងន់ជាងមួយនេះស្រាលជាងហេតុអីបានមួយនេះស្រាលជាងតម្លៃថ្លៃបាទគាត់តែងតែសួរអញ្ចឹងយើងក៏ព្យាយាមបញ្យល់ទៅគាត់បើសិនជាយើងមានឱកាសបញ្យល់ទៅគាត់អត់អីតែបើសិនគាត់ក៏យកទៅថ្លឹងហើយគាត់អត់សួរយើងគាត់ថាមួយនេះស្រាលបាច់ទិញទេស្រាលហើយថ្លៃជាងគេមិនលក់អញ្ចឹងយើងបើយើងដឹងយើងអាចមានឱកាសបញ្យល់ទៅគាត់អត់អីទេប៉ុន្តែគាត់អត់សួរយើងទៀតហើយខ្ញុំបញ្យល់តែថាមិនបានស្រាលថ្លៃឬមួយក៏ធ្ងន់តើការធ្វើតេស្តគុណភាពហ្នឹងគ្រាន់តែយកខ្សែភ្លើងទៅថ្លឹងហើយយើងអាចដឹងគុណភាពចាំបាច់មានឧបករណ៍នេះទៅអីបាទចាំបាច់មាន lab ដើម្បីធ្វើតេស្តសមាសធាតុអីបាទអញ្ចឹងធ្ងន់យើងចង់ឲ្យធ្ងន់យើងផលិតឲ្យធ្ងន់បានតាបាទសាច់ស្ពាន់ខាងក្នុងយើងអាចផលិតឲ្យទូចអូខេវាអត់គ្រប់ខ្នាតយើងអត់ខ្វល់សំខាន់សាច់អ៊ីសាឡុងខាងក្រៅយើងផលិតឲ្យក្រាស់លើសពីស្ពេចយើងដើម្បីយកទម្ងន់បាទអូខេនេះជាអីដែលយើងអាចដោះស្រាយបានងាយស្រួលប៉ុន្តែតើយើងធ្វើអញ្ចឹងដើម្បីអីនៅពេលដែលយើងយកទៅប្រើប្រាស់យើងនៅតែបង្កផលបាក់នៅតែបង្កជាអតិភ័យក៏ដូចជាយើងអត់ច្បាស់ខ្លួនឯងដែរយើងដឹងថាធ្វើហ្នឹងគឺខុសហើយយើងនៅតែធ្វើទៀតអញ្ចឹងមានន័យថាយើងខ្មត់ម្ដងបន្តិចខ្លួនឯងហើយអញ្ចឹងការខ្ញុំបញ្ជាក់បន្តិចការថ្លឹងមិនមែនជាការធ្វើតេស្តគុណភាពខ្សែភ្លើងទេបាទការធ្វើតេស្តមានច្រើនដំណាក់កាលមែនទែនធ្វើតេស្តអ៊ីសាឡុងធ្វើតេស្តសាច់ស្ពាន់វាស់ទំហំវាស់សមាសភាព
ធ្វើតេស្តដុតកម្ដៅទៅលើអ៊ីសាឡង់ខាងក្រៅតើវាអាចទប់កម្ដៅកម្រិតណាអូខេនេះជាការធ្វើតេស្តគុណភាពដែលពិតប្រាកដមិនមែនជាការថ្លឹងទេអូចាំនិយាយថាសម្រាប់អ្នកពុកម៉ែបងប្អូនដែលគាត់ជាម្ចាស់អាជីវករណាបើសិនជាគាត់បានឃើញវីដេអូនេះគាត់អាចនឹងដឹងថាការតេស្តទៅលើខ្សែភ្លើងគឺមិនមែនយកទៅថ្លឹងគីឡូដូចថ្លឹងសាច់ថ្លឹងបន្លែទេក៏ប៉ុន្តែគឺយើងមានវិធីនៅក្នុងការតេស្តរបស់យើងដែរសម្រាប់ការតេស្តហើយក៏ដូចជាការផលិតដូចដបងបានលើកមុននឹងអញ្ចឹងបើសិនជាយើងផលិតដើម្បីឲ្យធ្ងន់យើងអាចធ្វើការស្រោបអ៊ីសាឡង់ពីខាងនឹងឲ្យក្រាស់ទៅវាធ្ងន់ជាងមុនហើយបាទអូខេធម្មតាសាច់ស្ពាន់ខាងក្រៅសាច់ស្ពាន់និងអ៊ីសាឡង់មានតម្លៃខុសគ្នាគឺយើងអាចដកតម្លៃពីខាងក្នុងមកមួយចំនួនតូចដើម្បីយកមកប៉ះទៅទម្ងន់របស់វាដោយចំណាយតិចជាងមុនប៉ុន្តែបានទម្ងន់ធ្ងន់ជាងមុនបាទយើងអាចធ្វើបានអូខេប៉ុន្តែវាជាការគោរពទៅលើឧត្តមគតិខ្លួនឯងបាទអូខេបងអញ្ចឹងនេះគឺជាដំណោះស្រាយដ៏ល្អមួយមែនតើសម្រាប់ខ្សែភ្លើងម៉ាកដំរីដែលយើងមានការតេស្តក៏ដូចជាការផលិតមកគឺយើងមាននៅស្តង់ដារកំណត់យើងអត់ចេះតែផលិតដើម្បីឲ្យតែបានដាក់លក់នៅលើទីផ្សារទេគឺយើងមានការលក់យើងមានការធ្វើដោយត្រឹមត្រូវការឆ្លងកាត់នៅប្រព័ន្ធមួយចំនួនដែលក្រុមហ៊ុនយើងបាន set មកនៅក្នុងការផលិតនេះឯងបាទអូខេបងជាចុងក្រោយបើសម្រាប់បងជាអ្នកផលិតក៏ដូចជាអ្នកចែកចាយទៅលើប្រភេទខ្សែភ្លើងផ្ទាល់បងមានអ្វីផ្ដាំដែរសម្រាប់អ្នកប្រើប្រាស់ក៏ដូចជាពុកម៉ែបងប្អូនមួយចំនួនដែលគាត់អត់តន់ជឿជាក់ទៅលើផលិតផលខ្សែភ្លើងដែលជាផលិតផលខ្មែរយើងឲ្យគាត់ងាកពីការប្រើប្រាស់ផលិតផលនាំចូលមកប្រើប្រាស់ផលិតផលនៅក្នុងស្រុកវិញបាទអរគុណសំណួរនេះពិតជាមានឥទ្ធិពលខ្លាំងមែនទែនហើយវាជាអីដែលខ្ញុំចង់លើកឡើងយូរហើយបាទបងបាទអីដែលខ្ញុំចង់ផ្ដាំទៅកាន់អ្នកប្រើប្រាស់ខ្ញុំចង់ឲ្យម្ចាស់ផ្ទះឬមួយក៏អ្នកប្រើប្រាស់ដែលជាយើងហៅថាម្ចាស់ផ្ទះឬមួយក៏ម្ចាស់ស្ថាប័នពេលដែលប្រើប្រាស់ផលិតផលខ្សែភ្លើងធម្មតាយើងសាងសង់អគារឬមួយក៏អីមួយទាមទារឲ្យគាត់មានការត្រួតពិនិត្យឲ្យបានច្បាស់ហើយការជ្រើសរើស material ខ្ញុំគិតថាវាគួរតែជាបន្ទុករបស់owner ឬម្ចាស់ផ្ទះថ្ងៃនេះសម្រាប់គម្រោងធំយើងគិតថាគាត់មាន consultant សម្រាប់ត្រួតពិនិត្យជូនហើយប៉ុន្តែសម្រាប់យើងធ្វើទីលំនៅនៅតាមស្រុកស្រែចម្ការដូចអាចបាទខ្ញុំគិតថាគាត់ក៏មិនសូវមានបច្ចេកទេសច្រើនឬមួយក៏មានជំនាញនៅក្នុងការពិនិត្យរបស់ទាំងអស់ហ្នឹងដែរអញ្ចឹងនៅក្នុងការជ្រើសរើស material ខ្ញុំគិតថាគួរតែកុំផ្ដោតសិទ្ធទៅឲ្យជាងដែលគាត់សាងសង់ឲ្យយើងបាទព្រោះជាទូទៅខ្ញុំក៏ធ្លាប់ប្រឡូកនៅក្នុងវិស័យសំណង់ដែរយើងតាមអីដែលយើងប៉ាន់ស្មានតម្លៃនៃផលិតផលអគ្គិសនីយើងហៅថាខ្សែភ្លើងហ្នឹងឯងស្មើនឹង 5% នៃតម្លៃអគារទាំងមូលបាទអញ្ចឹងតែ 5% ទេហេតុអីយើងមិនហ៊ានចំណាយ 5% ហ្នឹងឲ្យប៉ះចំផលិតផលដែលល្អទាំងដែល 5% ហ្នឹងនៅពេលដែលវាបង្កបញ្ហាវាបង្កទៅដល់ទាំងអស់ហ្មងបាទថាតម្លៃតែ 5% ទេប៉ុន្តែបើសិនជាបង្កបញ្ហាគឺថា 100% ហ្មងបាទទៅប៉ះពាល់ទៅកាន់អគារទាំងមូលហើយយើងនិយាយអក្រក់ស្ដាប់ទៅប៉ះពាល់ដល់អាយុជីវិតទៀតបើសិនជាបញ្ហានឹងធ្ងន់ធ្ងរបាទបងអញ្ចឹងនៅពេលដែលជ្រើសរើស material នៅពេលដែលជាងឬមួយក៏អីដែលគាត់ជ្រើសរើសធម្មតាគាត់មិនបើគាត់អ្នកខ្វល់ដែរមិនសូវជាអីទេតែនៅពេលដែលគាត់ជ្រើសរើសផលិតផលដែលធូរថ្លៃយកទៅប្រើអត់មានគុណភាពអូខេវាប៉ះពាល់ដល់យើងអញ្ចឹងវាជាសរសៃឈាមយើងគិតថាវាស្មើនឹងជាសរសៃឈាមរបស់អគាររបស់យើងហើយកាលណាមានបញ្ហាអគ្គិសនីទៅគឺប៉ះពាល់ទាំងអស់ហ្នឹងហើយបងបាទបងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាក៏ដូចជាពុកម៉ែបងប្អូនដែលចង់សាកអាចរកជាវទិញបានខ្សែភ្លើងម៉ាកដំរីដែលជាខ្សែភ្លើងផលិតនៅលើដីខ្មែរផ្ទាល់ជា brand របស់កូនខ្មែរយើងផ្ទាល់ហើយមានគុណភាពខ្ពស់ខ្លាំងមែនទែនក៏ដូចជាការផលិតគឺទៅតាមស្តង់ដារអន្តរជាតិតែម្ដងអាចប្រើប្រាស់បានមិនថាប្រើប្រាស់នៅតាមសំណង់ធំឬមួយក៏នៅក្នុងផ្ទះពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនដែលគាត់សាងសង់ផ្ទះហើយគាត់ចង់មកខាងរោងចក្រតែយើងមានជានៅក្នុងការពិភាក្សាក៏ដូចជាផ្ដល់មតិទៅឲ្យពួកគាត់ដែរទេបងបាទត្រង់ចំណុចនេះយើងកំពុងតែព្យាយាមទំនាក់ទំនងទីមួយពាក់ព័ន្ធជាមួយនឹងការចែកចាយទៅតាមខេត្តយើងព្យាយាមចង់ឲ្យ depot ទាំងអស់បាទ depot ទាំងអស់ដែលចែកចាយខ្សែភ្លើងយើងចង់ជួបជជែកជាមួយគាត់ឲ្យបានមុនពេលដែលគាត់ជាវខ្សែភ្លើងយើងយកទៅប្រើប្រាស់ពាក់ព័ន្ធយើងអត់ចង់និយាយរឿងតម្លៃទេរឿងតម្លៃវាជាផ្នែកមួយផ្នែកដែលវិធមួយប៉ុន្តែអីដែលយើងចង់ចែករំលែកគឺយើងចង់ឲ្យគាត់មកដល់រោងចក្រផ្ទាល់មើលការធ្វើតេស្តរបស់យើងយើងមានឱកាសបញ្យល់ទៅកាន់គាត់
បញ្យល់ពីបច្ចេកទេសទៅកាន់គាត់អស់អញ្ចឹងមានន័យថាគាត់លែងសពេចសពិលហើយនៅក្នុងការផលិតធម្មតានៅក្នុងការប្រើប្រាស់នៅក្នុងការចែកចាយបន្តព្រោះធម្មតាផលិតផលក្រៅប្រទេសយើងអត់បានទៅដល់រោងចក្រគេទេបាទយើងបានទៅដល់រោងចក្រគេអាចដែរទៅដល់រោងចក្រប៉ុន្តែនៅពេលដែលបញ្ជាទិញមកដល់ប្រទេសខ្មែរអាចដឹកតាមកុងតឺន័រមួយកុងតឺន័រពីរកុងតឺន័រតើយើងមានឱកាសឆែកគ្រប់ផលិតផលអត់បាទហើយយើងមានឱកាសទៅត្រួតពិនិត្យសង្វាក់ផលិតកម្មជាប្រចាំអត់បើសិនជាទៅបានអូខេចំណាយប្រាក់យើងគិតថាចំណាយប្រាក់ច្រើនបាទសម្រាប់រោងចក្ររបស់យើងនៅខ្មែរម្ចាស់តំណាងចែកចាយយើងអាចមកត្រួតពិនិត្យសង្វាក់ផលិតកម្មជាប្រចាំព្រោះយើងនៅស្រុកខ្មែរផ្ទាល់ទេយើងអត់អាចលើករោងចក្រយើងទៅរត់ទៅណាទេនៅពេលដែលមានបញ្ហាគឺយើងទទួលខុសត្រូវយើងធានានៅក្នុងប្រទេសយើងហ្នឹងឯងបាទអញ្ចឹងវាជាឱកាសល្អមួយដែលគាត់បានមកត្រួតពិនិត្យសង្វាក់ផលិតកម្មអូខេគាត់ជឿជាក់ថាសង្វាក់ផលិតកម្មគឺផលិតទៅតាមស្តង់ដារគាត់អាចមកឆែកអីវ៉ាន់នៅរោងចក្រមុននឹងដឹកទៅកាន់ដេប៉ូរបស់គាត់អញ្ចឹងបើសិនជាអត់ត្រូវតាមស្ពេចឬមួយក៏អីដែលគាត់ចង់បានឬខុសនៅកិច្ចសន្យាអូខេគាត់អាចប្រកបអីវ៉ាន់នឹងទុកនៅរោងចក្របានដោយមិនមានការខាតបង់អីទេហើយយើងទទួលខុសត្រូវហ្នឹងឯងសម្រាប់មកពីបរទេសអូខេយើងអាចយើងអីវ៉ាន់មកដល់កន្លែងហើយនៅពេលដែលយើងមានបញ្ហាយើងចង់ return វិញបាទតើវាជួបបញ្ហាអីខ្លះទី1ខាតបង់ពេលវេលាទី2ការ return ទៅវិញតើអ្នកណាអ្នករ៉ាប់រងបាទនេះជាបញ្ហាហើយមួយទៀតពាក់ព័ន្ធជាមួយតម្លៃដែរតម្លៃនៅពេលដែលយើងនាំចូលយើងទទួលស្គាល់ថាវាមានតម្លៃថ្លៃព្រោះដោយសារយើងបន្ទោសខាងណាក៏អត់កើតដែរទី1ពន្ធនាំចូលនឹងឯងការដឹងជូនពេលវេលាយើងត្រូវចំណាយច្រើនមែនតើការបញ្ជាទិញអីចឹងទៅអញ្ចឹងខ្ញុំគិតថាតំណាងចែកចាយគាត់អាចមកពិភាក្សាផ្ទាល់ជាមួយអ្នកចែកទេសនៅរោងចក្រមួយទៀតអ្នកដែលទិញរាយបាទអ្នកប្រើប្រាស់ចុងក្រោយតាមស្រុកតាមភូមិពួកគាត់អាចមកណាត់ជួបរោងចក្ររបស់យើងអ្នកបច្ចេកទេសរបស់យើងអាចពិភាក្សាគ្នាបានដែរគឺយើងព្យាយាមចែករំលែកនៅបច្ចេកទេសទាំងអស់ហ្នឹងក្នុងការទូពិនិត្យដើម្បីយើងធ្វើដើម្បីប្រជាជនខ្មែរយើងដែរទេយើងធ្វើចិត្តប្រឹងព្យាយាមធ្វើអស់លទ្ធភាពបាទយើងអូខេយើងទទួលស្គាល់ថាយើងស្វែងរកប្រាក់ចំណេញប៉ុន្តែទន្ទឹមនឹងការស្វែងរកប្រាក់ចំណេញធម្មតាស្ថាប័នមួយសហគ្រាសមួយมันអាចដំណើរការទៅបានដោយគ្មានចំណូលទេបាទអញ្ចឹងគោលដៅរបស់រោងចក្រគឺអីអានេះជាអីដែលសំខាន់គោលដៅរបស់សហគ្រាសគឺអីគឺយកប្រាក់ចំណូលហ្នឹងដើម្បីមកពង្រឹងគុណភាពដើម្បីពង្រីកខ្លួនបន្តទៀតហើយនៅពេលដែលពង្រីកខ្លួនបានច្រើនហើយតើយើងមានឱកាសអីដើម្បីជួយលើកស្ទួយមុខមាត់ប្រទេសជាតិក៏ដូចជាការនាំចេញក៏ដូចជាជួយចំណែកណាមួយជួយពង្រឹងផលិតផលនៅក្នុងស្រុកឲ្យវាមានគុណភាពយើងមិនចាំបាច់ពឹងបរទេសទៀតទេព្រោះមួយរយៈហ្នឹងយើងដឹងហើយមានការវិវាទដែរបាទវិវាទនៅប្រទេសជិតខាងយើងហើយយើងក៏ឈឺចាប់ដែរបាទអ្វីដែលយើងទទួលបានគឺការរិះគន់ថាយើងពឹងផ្អែកទៅលើផលិតផលបរទេសយើងគ្មានអីដែលជារបស់ខ្លួនឯងយើងនៅតែពឹងគេប៉ុន្តែទន្ទឹមនឹងការខឹងសម្បាក៏ដូចជាអន់សពន្ធចិត្តតើយើងអាចធ្វើអីបានយើងទៅតបតយើងទៅជេរស្ដីបន្ទោសទៅគេវិញតើបានប្រយោជន៍អីបាទបានប្រយោជន៍អីយើងអីដែលយើងត្រូវធ្វើពេលនេះគឺព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងបង្កើនផលិតផលនៅក្នុងស្រុកហើយនេះហើយគឺជាការតបតដោយស្ងប់ស្ងាត់ប៉ុន្តែមានឥទ្ធិពលខ្លាំងមែនទែននេះជាអីដែលជា ID របស់ខ្ញុំគឺមានឥទ្ធិពលខ្លាំងមែនទែននៅពេលដែលយើងតបតទៅគេវិញថ្ងៃស្អែកយើងទិញផលិតផលរបស់គេមកប្រើដែរបាទអញ្ចឹងតើវាមានវាបានផលប្រយោជន៍អីអញ្ចឹងអីដែលយើងត្រូវធ្វើគឺព្យាយាមបង្កើនក៏ដូចជាកាត់បន្ថយការនាំចូលទៅគឺយើងឈ្នះគេដោយស្វ័យប្រវត្តិហើយឈ្នះដោយសន្តិវិធីបាទអូខេបងអញ្ចឹងអ្វីដែលជាចុងក្រោយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់បានប្រភេទខ្សែភ្លើងផលិតនៅក្នុងស្រុកខ្សែភ្លើងដែលមានគុណភាពអាចមករកជាវទិញបានគឺនៅប្រភេទខ្សែភ្លើងម៉ាដំរីហើយបើសិនជាមានបញ្ហាឬមួយក៏មានអ្វីជាសំណួរអាចចោទសួរឬមួយក៏តាក់ទងទៅខាងរោងចក្រផ្ទាល់តែម្ដងបានដោយសារតែនៅរោងចក្រផ្ទាល់ក៏មានជាការនៅពិភាក្សាក៏ដូចជាផ្ដល់មតិមួយចំនួនដែរសម្រាប់ពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តដែលគាត់ចង់សាងសង់ឬមួយក៏ចង់ពិភាក្សានៅក្នុងការប្រើប្រាស់ខ្សែភ្លើងប្រភេទបែបណាក្នុងផ្ទះរបស់គាត់បាទជាចុងក្រោយក៏អរគុណសម្រាប់អ្នកដែលកំពុងទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយក៏អរគុណបងនៅក្នុងការអញ្ជើញមកដល់ទីតាំងយើងផ្ទាល់នៅក្នុងការផ្ដល់បទសម្ភាសន៍ហើយអរគុណជំរាបលាអ្នកទាំងអស់គ្នាជួបគ្នានៅសប្តាហ៍ក្រោយ